តាមមកស្គាល់ទីកន្លែងប្រវត្តិសាស្ត្រខ្មែរនៅខេត្តសៀមរាបជាមួយខ្ញុំខេត្តសៀមរាបប្រៀបថានៅសតកាលខ្ញុំប្រតិបត្តិការបាត់ដំបងមួយប្រាសាទមន្ទីរក្តីប្រាសាទមន្ទីរក្តីជាប្រាសាទមួយដែលកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី7នៅចុងសតវត្សទី12និងដើមសតវត្សទី13ផ្លូវដើរនៃប្រាសាទវិញគឺរំពាត់ដោយដើមឈើធំៗនៅពេលដែលយើងចូលទៅដល់នៅក្នុងប្រាសាទគឺយើងនឹងឃើញរូបបដិមាមួយដ៏ធំដែលស្ថិតនៅចំកណ្ដាលនៃប្រាសាទហើយយើងក៏អាចបន់ស្រន់នៅក្នុងនោះបានដូចគ្នាផងដែរបើនិយាយពីខែហ្នឹងក្តៅអញ្ចឹងខ្ញុំអាចចូលក្នុងប្រាសាទបានតិចហើយជាពិសេសអាចមើលគោលគល់និងទេសភាពខាងក្រៅបានដូចគ្នាមានដើមឈើធំមួយនៅក្រៅប្រាសាទដែលមើលមកគឺស្ទាក់ភ្នែកមែនតើប្រាសាទតាព្រហ្មប្រាសាទតាព្រហ្មកសាងឡើងនៅសតវត្សទី12ដោយព្រះបាទជ័យវរ្ម័នទី7ដូចគ្នាទៅនឹងប្រាសាទមន្ទីរក្តីផ្លូវចូលនៅប្រាសាទមួយនេះគឺពោពេញទៅដោយដើមឈើធំៗនិងរឿងនៃដើមឈើទាំងអស់នោះគឺរំពាត់ទៅនឹងជញ្ជាំងប្រាសាទនិងដំបូលប្រាសាទដែលធ្វើឲ្យប្រាសាទមួយនេះមានភាពល្បីល្បាញនៅក្នុងតំបន់អង្គរបើសិនជាអ្នកនរគ្នាបានទៅប្រាសាទតាព្រហ្មកុំភ្លេចទៅថតនៅកន្លែងគេកំពុងតែល្បីខ្ញុំនឹងដាក់រូបភាពនៅខាងលើនឹងឲ្យមើលចំណុចដែលខ្ញុំមិនដឹងពីប្រាសាទមួយនេះនោះគឺជាការគោរពទ្រង់ទៅតាមប្រាសាទនៅជញ្ជាំងបុរាណខ្មែរដែលជាការពេញនិយមរបស់ប្រជាជនកម្ពុជាព្រោះចាស់បុរាណបានជឿថាការគោរពទ្រង់បាននេះគឺតំណាងឲ្យការលំបាកឬសម្រួលផ្លូវចិត្តហើយនេះក៏ជាភាពតាក់ទាញមួយម្យ៉ាងទៀតដែលធ្វើឲ្យប្រាសាទតាព្រហ្មមានភាពល្បីល្បាញនិងមនុស្សជាច្រើនចង់ស្គាល់និងចង់ដឹងពីប្រាសាទមួយនេះរសៀលកងព្រៃរីយំល្វើយល្វើ3ប្រាសាទប្រែរូបប្រាសាទប្រែរូបកសាងឡើងពាក់កណ្ដាលនៅសតវត្សទី10ដោយព្រះបាទជ័យវរ្ម័នទី2ក្នុងឆ្នាំ961នៃគ្រិស្តសករាជចំណុចដែលមានភាពតាក់ទាញនិងភាពលេចធ្លោនៃប្រាសាទមួយនេះនោះគឺនៅពេលដែលប្រាសាទមួយនេះត្រូវបានចាំងដោយពន្លឺព្រះអាទិត្យនៅពេលព្រឹកព្រលឹមឬក៏ពេលល្ងាចចន្លោះម៉ោង5ទៅម៉ោង6នោះយើងនឹងអាចគយគន់ទៅនឹងការប្រែពណ៌នៃប្រាសាទដោយតួប្រាសាទទាំងអស់នឹងបញ្ចេញពន្លឺពណ៌ក្រហមឆ្អៅឬពណ៌មាសពិតជាគួរឲ្យសោកស្ដាយមែនទែនដោយសារតែពួកយើងមិនអាចចាប់បានទៅនឹងទិដ្ឋភាពមួយនេះដោយសារតែពេលវេលានិងមានទីតាំងផ្សេងៗទៀតដែលយើងត្រូវទៅខ្ញុំសង្កត់ថាអ្នកទាំងអស់គ្នានឹងបានទៅនឹងចាប់បាននូវទិដ្ឋភាពមួយនោះ4ប្រាសាទក្រវ៉ាន់ប្រាសាទមួយនេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ961និងដើមសតវត្សទី10ក្នុងរជ្ជកាលព្រះបាទសហវរ្ម័នទី1អ្វីដែលខ្ញុំចាប់អារម្មណ៍ទៅនឹងប្រាសាទមួយនេះរចនាបថនៃប្រាសាទទាំងមូលត្រូវបានសង់ឡើងពីឥដ្ឋនិងមានរូបចម្លាក់នៃបដិមាមួយដែលត្រូវបានឆ្លាក់នៅជាប់ជញ្ជាំងនៃប្រាសាទនៅពេលដែលពួកខ្ញុំបានទៅដល់មានអារម្មណ៍ថាតំបន់ប្រាសាទមួយនេះគឺមានសភាពស្ងាត់ខុសពីតំបន់នៃប្រាសាទដទៃខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានចូលរួមនិងស្គាល់នៃប្រាសាទមួយនេះហើយនឹងចែករំលែកនៅអ្វីដែលជារបស់ខ្មែរទៅកាន់ពិភពលោកបានស្គាល់បើសិនជាមានចំណុចណាដែលខ្វះខាតសូមអ្នកទាំងអស់គ្នាអាចចែករំលែកនៅខាងក្រោមខមមិនបានខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងរីករាយទៅនឹងអ្វីដែលខ្ញុំបានចែករំលែក